អត្ថប្រយោជន៍នៃដាងកាសាំងទៀបក្រសាំងទៀបក្រសាំងទៀបជាបន្លែម្យ៉ាងដែលប្រជាជនខ្មែរយើងនិយមចូលចិត្តហើយងាយស្រួលរកបំផុតព្រោះវាដុះដោយងាយដើមចាំបាច់ដាំក្រសាំងទៀបគឺជាប្រភេទរុក្ខជាតិស្មៅដែលដុះដោយឯងហើយវាមានរូបរាងនិងកម្ពស់ចន្លោះពី15ទៅ45សង់ទីម៉ែត្រស្លឹកមានរូបរាងបេះដូងភ្លឺដើមវាស្រួយហើយមានពណ៌សថ្លាវាមានរសជាតិផ្អែមហាងនិងមានក្លិនប្រហើរទាំងទងនិងស្លឹកក្រៅពីអាចធ្វើម្ហូបបានយ៉ាងឆ្ងាញ់ពិសាហើយនោះក្រសាំងទៀបក៏នៅមានអត្ថប្រយោជន៍ចំពោះសុខភាពនិងសម្រស់និងការពារជំងឺផ្សេងៗផងដែរដោយសារវាមានផ្ទុកនៅជាតិវីតាមីន C និងបេតាការ៉ូទីនខ្ពស់ស្លឹកមានសារជាតិយ៉ាងដែលអាចប្រើជាថ្នាំត្រជាក់បាននៅតាមប្រទេសអភិវឌ្ឍមួយចំនួនបានធ្វើការស្រាវជ្រាវហើយយកក្រសាំងទៀបមកច្នៃធ្វើជាឱសថមកប្រើប្រាស់ដើម្បីកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាមអត្ថប្រយោជន៍នៃដាំក្រសាំងទៀបទាក់ទងនឹងសុខភាពទី1ក្រសាំងទៀបបំបត្តិការឈឺក្បាលបំបត្តិជំងឺភ្នែកកន្ទុយថ្លែនទី3បន្ថយកម្ដៅកែរលាកនិងបំបត្តិចុកពោះទី4ជំនួយដល់បេះដូងជួយឲ្យបាត់ជើងតូចស្រួលទប់ស្កាត់ពពួកបាក់តេរីដែលធ្វើឲ្យកើតមុននឹងរើមឬក៏បោសបំបត្តិការឈឺសន្លាក់ប្រឆាំងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺមហារីកដូចជាជំងឺមហារីកសូដនឬជួយទប់ស្កាត់ជំងឺមហារីកផ្សេងជំងឺលើសឈាមកែរោគទឹកនោមផ្អែមស្លឹកក្រសាំងទៀបអាចជួយបំប៉នស្បែកឲ្យភ្លឺថ្លាដោយយកទឹកមកដាំទុកក្លាសេឲ្យត្រជាក់រួចយកមកលាងមុខសូមអរគុណនាងខ្ញុំនឹងព្យាយាមស្វែងរកចំណេះដឹងថ្មីល្អដើម្បីចែករំលែកសូមអរគុណសូមជូនពរសុខភាពល្អ